សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ Khmer Location ដំបូងឡើយយើងចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ location បន្ទាប់មកយើងคลิกទៅលើ Khmer Location ឥឡូវនេះគឺយើងចូលមកដល់ Khmer Location ហើយនៅខាងក្រោមនេះគឺជា list របស់ province ដើម្បី search គឺយើងអាច search បានតាមរយៈទីតាំងរបស់ province យើងអាច search តាមរយៈឈ្មោះទីតាំងរបស់ province យើងអាច search តាមរយៈឈ្មោះទីតាំងរបស់ province ដែលជាអក្សរខ្មែរបន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង search ហើយវានឹងបង្ហាញ result នៅខាងក្រោម